ក្រុមបាតកោថៃទាមទារឲ្យអ្នកស្រីផែថងឋានចុះចេញពីតំណែងនាយករដ្ឋមន្ត្រីក្រោយបែកធ្លាយសារសម្លេងផ្លូវនៅជុំវិញវិមានរាជរដ្ឋាភិបាលថៃត្រូវបានបិទដោយសារតែក្រុមបាតកោបានប្រមូលផ្ដុំគ្នាបាតកម្មប្រឆាំងនឹងលោកស្រីនាយករដ្ឋមន្ត្រីថៃផែនថងឋានឈីណាវ៉ាត់បន្ទាប់ពីមានការបែកធ្លាយសារសម្លេងសន្ទនារបស់លោកស្រីជាមួយនឹងប្រធានប្រសិទ្ធិកម្ពុជាគឺសម្ដេចតេជោហ៊ុនសែននៅវេលាម៉ោង 9 ព្រឹកថ្ងៃទី19 ខែមិថុនាឆ្នាំ 2025 នេះប៉ូលីសថៃបានប្រមូលផ្ដុំគ្នាដើម្បីការពារសន្តិសុខនៅវិមានរាជរដ្ឋាភិបាលថៃស្រាប់ពេលក្រុមបាតកោកំពុងធ្វើបាតកម្មទាមទារឲ្យលោកស្រីផែនថងឋានចុះចេញពីតំណែងគណៈកំហឹងប្រជាជនថៃបានឆាបឆេះខ្លាំងក្រោយបែកធ្លាយសម្លេងសន្ទនារបស់លោកស្រីជាមួយនឹងអតីតនាយករដ្ឋមន្ត្រីកម្ពុជាបន្ទាប់ពីមានការបែកធ្លាយសម្លេងសន្ទនាតាមទូរស័ព្ទរវាងលោកស្រីផែនថងឋានដែលជានាយករដ្ឋមន្ត្រីថៃជាមួយនឹងសម្ដេចតេជោហ៊ុនសែនជាប្រធានប្រសិទ្ធិកម្ពុជាគណៈបកនានានៅក្នុងប្រទេសថៃក៏បង្ហាញប្រតិកម្មផ្សេងៗគ្នាដូចជាអ្នកខ្លះស្នើឲ្យលោកស្រីនាយករដ្ឋមន្ត្រីរំលាយសភាដែលបានស្ដីបន្ទោសទៅលើលោកស្រីនិងអ្នកខ្លះបានដកខ្លួនចេញពីសម្ព័ន្ធភាពក្នុងរាជរដ្ឋាភិបាលថៃជាដើមលោកណាត់តាផុងរឿងបញ្ញវុធជាមេដឹកនាំគណៈបកប្រជាជនថៃបានលើកឡើងថាលោកស្រីផែនថងឋានត្រូវតែធ្វើសកម្មភាពឲ្យបានឆាប់រហ័សដើម្បីស្ដារទំនុកចិត្តសាធារណៈមកលើរាជរដ្ឋាភិបាលដែលត្រូវបានបំផ្លាញដោយសារពាក្យសម្ដីរបស់លោកស្រីនៅក្នុងคลิปសម្លេងសន្ទនាជាមួយនឹងប្រធានប្រសិទ្ធិកម្ពុជាលោកបានទាមទារឲ្យមានការទទួលខុសត្រូវពីសំណាក់លោកស្រីជានាយករដ្ឋមន្ត្រីមេបកប្រឆាំងរូបនេះបានលើកឡើងថាលោកស្រីផែថងឋានគួរតែប្រើកិច្ចសន្ទនាតាមទូរស័ព្ទនេះបញ្ចុះបញ្ចូលកម្ពុជាឲ្យប្រើយន្តការទ្វេភាគីដើម្បីដោះស្រាយការខ្វែងគំនិតគ្នាជំនួសឲ្យការប្តឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ លើពីនេះមេបកប្រឆាំងរូបនេះបានបញ្ជាក់ថាលោកមិនចង់ឲ្យអ្នកណាម្នាក់កេងចំណេញពីភាពតានតឹងព្រំដែនដើម្បីបង្កការរំខានដល់លទ្ធិប្រជាធិបតេយ្យរបស់ថៃឡើយជាចុងក្រោយលោកបានរំលេចថាប្រសិនបើលោកស្រីផែនថងឋានប្រាជ័យក្នុងការបន្ធូរបន្ថយស្ថានភាពលោកស្រីគួរតែរំលាយសភាជាបន្ទាន់ស្រដៀងគ្នានេះដែរលោកឧត្តមសេនីយ៍ប្រាវិតវង្សសុវណ្ណជាមេដឹកនាំគណៈបកផាឡាំងប្រជារដ្ឋជាគណៈបកប្រឆាំងដ៏ធំមួយនៅប្រទេសថៃនោះបានប្រកាសតាមរយៈសេចក្តីថ្លែងការណ៍ថាកិច្ចសន្ទនាតាមទូរស័ព្ទរបស់លោកស្រីនាយករដ្ឋមន្ត្រីផែនថងឋានជាមួយនឹងអតីតនាយករដ្ឋមន្ត្រីកម្ពុជាដែលជាប្រធានប្រសិទ្ធិបច្ចុប្បន្នគឺសម្ដេចតេជោហ៊ុនសែនបានធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍របស់ប្រជាជនថៃទាំងអស់ចំពេលស្ថានភាពកាន់តែលំបាកក្នុងការដោះស្រាយជាមួយនឹងកម្ពុជាលើចំនួនព្រំដែនគេនៅចាំបានថាលោកប្រាវិតគឺជាអនុប្រធានរបបយោធាកំឡុងរដ្ឋប្រហារឆ្នាំ 2014 ដែលធ្លាប់បានទម្លាក់រាជរដ្ឋាភិបាលគណៈបកភឿថៃម្ដងរួចមកហើយជាចុងក្រោយមេបកប្រឆាំងឆ្អិនឆ្អៅដែលមានបទពិសោធន៍រូបនេះបានអះអាងថាគណៈបករបស់លោកកំពុងឈរយ៉ាងរឹងមាំជាមួយនឹងប្រជាជនថៃនិងទាហានថៃទាំងអស់ក្នុងការការពារប្រទេសថៃដែលមានព្រះមហាក្សត្រជាប្រមុខរដ្ឋទន្ទឹមគ្នានោះគណៈបកភូមិใจថៃវិញក៏បានប្រកាសដកខ្លួនចេញពីរាជរដ្ឋាភិបាលចម្រុះគណៈបកសម្ព័ន្ធទាំងពីរគឺគណៈបកភូមិใจថៃនិងគណៈបកភឿថៃបានដើរដល់ផ្លូវបំបែកហើយគណៈកម្មាធិការប្រតិបត្តិរបស់គណៈបកភូមិใจថៃបានកោះប្រជុំដើម្បីពិភាក្សាអំពីបញ្ហានេះហើយបានសម្រេចចិត្តដកខ្លួនចេញពីរាជរដ្ឋាភិបាលចម្រុះហើយសម្បីតែអនុប្រធានសភាទី2និងសមាជិកសភាមកពីគណៈបកនេះក៏បានដាក់ពាក្យលាលែងចេញពីតំណែងផងដែរគណៈបកនេះក៏បានអំពាវនាវឲ្យនាយករដ្ឋមន្ត្រីទទួលខុសត្រូវចំពោះការបំផ្លាញកិត្តិយសសេចក្តីថ្លៃថ្នូរជាតិនិងយោធារបស់ប្រទេសថៃក្រោយប្រកាសបោះជំហានដើរចេញពីបកភឿថៃភ្លាមគណៈបកភូមិใจថៃបានបញ្ជាក់ពីការត្រៀមខ្លួនធ្វើការជាមួយនឹងប្រជាជនថៃគាំទ្រយោធានិងជួយមន្ត្រីក្នុងការរក្សាអធិបតេយ្យភាពបូរណភាពទឹកដីនិងផលប្រយោជន៍ជាតិរបស់ប្រទេសថៃតាមគ្រប់មធ្យោបាយដែលអាចធ្វើទៅបានសូមបញ្ជាក់ថានាយករដ្ឋមន្ត្រីផែថងឋានស៊ីណាវ៉ាត់បានទៅដល់វិមានរាជរដ្ឋាភិបាលនៅព្រឹកថ្ងៃទី19 ខែមិថុនាឆ្នាំ 2025 នេះចំពេលដែលមានប៉ូលីសច្រើនបានរៀបក្បួនយាមកាមយ៉ាងតឹងរ៉ឹងជុំវិញអគាររបស់រាជរដ្ឋាភិបាល
ក្រមមន្ត្រីបានដាក់ខែលការពារនៅស្ពានឆុំម៉ៃម៉ារូឆេតជាកន្លែងដែលក្រុមអ្នកតវ៉ាមកពីបណ្ដានិស្សិតប្រជាជនថៃដើម្បីកំណែទម្រង់ថៃបានប្រមូលផ្ដុំគ្នាដើម្បីអំពាវនាវឲ្យនាយករដ្ឋមន្ត្រីថៃគឺលោកស្រីផានថងថាងលាលែងចេញពីតំណែងនាយករដ្ឋមន្ត្រី